នេះជារបៀបយើងដាក់ comment នៅក្នុងកម្មវិធី Excel ដើម្បីបង្ហាញជារូបភាពឬក៏ជារូបថតបាទដល់ពេលយើងចូលទៅលើឈ្មោះអ្នកណាមួយវានឹងបង្ហាញរូបថតម្នាក់ហ្នឹងមកបាទធ្វើបែបហ្នឹងដើម្បីយើងងាយស្រួលមើលហើយងាយស្រួលចំណាំបាទអូខេអញ្ចឹងដើម្បីធ្វើបែបហ្នឹងបានអ្នកទាំងគ្នាចូលកំណត់កន្លែងណាខ្លះយើងអាចតាមដានវីដេអូនេះបានដំបូងខ្ញុំមានជាតារាងឬក៏ខ្ញុំមានឈ្មោះដែលអត់ទាន់មានជា comment ទេអត់ទាន់មានជារូបថតអញ្ចឹងពេលយើងចូលទៅអត់មានអីទេអញ្ចឹងដើម្បីយើងដាក់ comment អ្នកទាំងគ្នាចុចទៅលើឈ្មោះខាងលើមកហើយចុច mouse ស្ដាំមួយយក insert comment បាទចុច insert comment នេះកន្លែងនេះគឺយើងអាច note ទៅសេជាអក្សរបានយើងចង់ note ទៅសេជាអក្សរក៏បានដែរបាទយើងអត់ចង់ដាក់ជារូបបាទអញ្ចឹងដល់ពេលយើងចូលទៅលើឈ្មោះម្នាក់ហ្នឹងវាបង្ហាញ note ដើម្បីយើងចង់កត់ត្រាទុកហើយតែបើយើងអត់ចង់ដាក់ជាអក្សរទេអ្នកទាំងនេះលុបមកបាទលុបអក្សរទាំងអស់មកហើយអ្នកទាំងនេះអាចប្រៀបព្រមប្រអប់នឹងបានបាទប្រអប់ហ្នឹងយើងអាចប្រៀបព្រមវាតូចធំបានណាបាទឆ្លាញ់ប៉ុណ្ណាដាក់ប៉ុណ្្នឹងទៅបន្តមកទៀតអ្នកទាំងនេះចូលមកចូលឲ្យចំខ្សែនេះឲ្យឃើញសញ្ញាបូកនេះបាទពេលចូលចឹងហើយចុច mouse ស្ដាំមួយយក format comment មកហើយយើងទៅយករូបកន្លែងនេះយើងយក color inline ហើយចុចកន្លែង color មកយក fill effect នៅខាងក្រោមហើយចុចយក picture ហើយចុច select picture បាទហើយយើងទៅយកបាទរូបភាពនៅក្នុងកុំព្យូទ័រយើងមកបាទអញ្ចឹងរូបភាពនេះយើងមានស្រាប់ណាបាទខ្ញុំចុចយករូបហ្នឹងមួយមកហើយចុច OK ទៀតបាទចុច OK ទៀតអញ្ចឹងមកឲ្យឃើញទេអញ្ចឹងពេលយើងចូលទៅវាលោតមកហើយបាទពេលចូលលោតមកហើយហើយឈ្មោះផ្សេងៗយើងធ្វើបែបហ្នឹងទៀតណាបាទអញ្ចឹងឈ្មោះទី2ធ្វើអញ្ចឹងទៀតបាទចុច mouse ស្ដាំមួយយក insert comment ហើយយើងអាចលុបឈ្មោះកុំព្យូទ័រចេញមកអានេះឈ្មោះកុំព្យូទ័រយើងលុបចេញទៅយើងអត់ចង់បានហើយព្រីព្រមប្រអប់ហ្នឹងឲ្យបានសមរម្យមកបាទដើម្បីស្អាតណាពេលព្រីព្រមហើយយើងចុច mouse ស្ដាំទៅវាមួយបាទ format comment យកកន្លែងដដែលហ្នឹងបាទហើយចុច fill effect មកទៅយករូបបាទអញ្ចឹងរូបហ្នឹងយើងមានក្នុងកុំព្យូទ័រស្រាប់ៗឯណាបាទយើង download ទុកឯងបាទអញ្ចឹងចង់បានឈ្មោះទី2ចុចលើឈ្មោះទី2មកអូខេអញ្ចឹងខ្ញុំឧទាហរណ៍ comment 2ទៀតបាទហើយតើតើយើងមានឈ្មោះ10នាក់អ្នកទាំងនេះធ្វើតែរហូតទាំងអស់មកបាទនេះបាទហ្នឹងគឺជាបាទរបៀបដែលយើងដាក់ comment ពេលយើងចូលទៅបង្ហាញជារូបថតឬក៏រូបភាពបាទអញ្ចឹងមានតែប៉ុណ្្នឹងទេបាទសូមអរគុណអ្នកទាំងនេះមានចម្ងល់អីផ្សេងទៀតអាច comment សួរបានបាទ